ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងបានការឯកភាពពីលោកជំទាវឧត្តមសេនីយ៍ឯករស់ច័ន្ទសោភាអគ្គស្នងការរងនគរបាលជាតិនៅរសៀលថ្ងៃទី6ខែមករាឆ្នាំ2026លោកស្រីឧត្តមសេនីយ៍តូសុនច័ន្ទភួងម៉ាឡាអនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខតំណាងលោកជំទាវឧត្តមសេនីយ៍ឯករស់ច័ន្ទសោភាអគ្គស្នងការរងនគរបាលជាតិបានអញ្ជើញទទួលអំណោយពីតំណាងឯកឧត្តមសេនីយ៍ឯកលឹមសុខារស្មីប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនអំណោយរួមមានថវិកាចំនួន26លាន50ម៉ឺនរៀលអង្គរ1200គីឡូក្រាមមីកញ្ចប់55កេសទឹកបរិសុទ្ធ20កេសនិង100យួរទឹកស៊ីអ៊ីវ20យួរឆៃពៅ10គីឡូក្រាមនំខ្ញី10គីឡូក្រាមនិងចេកឆាម10គីឡូក្រាមលោកស្រីឧត្តមសេនីយ៍តូសុនច័ន្ទភួងម៉ាឡាបានថ្លែងថាអំណោយដែលអគ្គស្នងការដ្ឋាននគរបាលជាតិទទួលពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននាពេលនេះក៏ដូចជាពីសប្បុរសជននានាកន្លងមកគឺដើម្បីគាំទ្រដល់មូលនិធិសប្បុរសធម៌កម្លាំងមហាសាមគ្គីនគរបាលជាតិជាការរួមចំណែកក្នុងការគាំទ្រដល់វីរៈកងទ័ពនិងវីរៈនគរបាលជាតិជួរមុខរួមនឹងប្រជាពលរដ្ឋភៀសសឹកផងដែរលោកស្រីឧត្តមសេនីយ៍តូសុនច័ន្ទភួងម៉ាឡាក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏ដូចជាលោកជំទាវឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍តូពុកច័ន្ទណារិទ្ធតំណាងឯកឧត្តមសេនីយ៍ឯកលឹមសុខារស្មីប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននិងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីទាំងអស់សូមជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយដោយប្រកបតែសុភមង្គលសូមបញ្ជាក់ថាទីកន្លែងទទួលជំនួយមានទីតាំងនៅអគារអង្គភាពការពារនិងហែអមនាយកដ្ឋានអង្គរៈខាងត្បូងជាប់របងសាលាបឋមសិក្សាចតុមុខ